ដែរបាទក្រោយពីប្រកួតចាញ់បាទកីឡាករមុននឹងប្រកាសជូនសមាជិកកីឡាករស្បែកខ្មៅកាលពីថ្ងៃមុនហ្នឹងបាទឥឡូវនេះឡើងមកបង្ហាញអ្វីដែរម្ដងទៀតសម្រាប់ការប្រកួតនេះបាទកីឡាករអេភូថងបាទបើតាមការសម្ភាសបាទជាមួយនឹងខ្ញុំបាននោះគឺថាអេភូថងបានធ្វើការវឹកហាត់ត្រៀមបាទត្រៀមយ៉ាងខ្លាំងតែម្ដងបាទដើម្បីប្រកួតចំណុចសំខាន់នោះគឺថាគឺគេចង់បានទទួលនៅជ័យជំនះនៅក្នុងការប្រកួតមួយលើកជា At the blue corner his weight is 71 kilogram he is 30 years old his record in 38 fight 29 win 7 losses and 2 draw he is fighting for Chitlada boxing gym in Melbourne City of Australia. Ladies and gentlemen, please welcome Pericles Maniatis. រាយបង្គោលក្រហមទម្ងន់71គីឡូក្រាមដូចគ្នាគេមានអាយុ30ឆ្នាំធ្លាប់ប្រកួតបាន150ដងធ្លាប់ឈ្នះ141ដងចាញ់5ដងនិងស្មើ4ដងជាកីឡាករនៅក្នុងសមាគមកីឡាប្រដាល់មជ្ឈមណ្ឌលកីឡានៃកងយុទ្ធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍កីឡាករអធិរាជជង្គង់ទឹកកែងឆេះអេភូថងទី1 round 1បាទនៅពេលនេះសូមតាមដានទស្សនានៅគូប្រដាល់ទី5ដែលជាគូចុងក្រោយបាទនៅក្នុងការប្រកួតលក្ខណៈអន្តរជាតិទឹកទី1បង្គោលក្រហមកីឡាករអេភូថងមកពីសមាគមមជ្ឈមណ្ឌលប្រព័ន្ធកីឡានៃកងយុទ្ធពលខេមរភូមិន្ទរីឯបង្គោលខៀវកីឡាករពេរិកលីម៉ានេទីសបាទកីឡាករមកពីអូស្ត្រាលីម៉ានេទីសបាទរំកិលចូលចន្លោជើងឆ្វេង1 ម៉ាត្រអស់ទាស់បាទសម្រាប់កីឡាករអូស្ត្រាលីអេភូថងទាត់ចាប់ជើងជាប់ទត់ក្រោមអូហូបាទមើលទៅគ្រាន់បើដែរបាទមិនណយដែរបាទសម្រាប់កីឡាករពេរិកលីទាត់ក្រោមអេភូថងនៅមិនទាន់បញ្ចេញធ្វើដៃនៅឡើយទេបាទចាំមើលរកឱកាសល្អសិនគាត់បាទមហាសាច់ដូចគ្នាបាទសបោសាច់ណាអ្នកទាំងពីរគាត់មកលើពេរិកលីអេភូថងថែមមួយជើងទៀតពេរិកលីអូចំកណ្ដាលមុខយ៉ាងដាល់ទៅរាប់ទៅហើយអូថាជាទៅមិនរួចទេបាទ7 8ដល់ឲ្យកីឡាករអេភូថងបាទជាអ្នកទទួលបានជ័យជំនះហើយយើងមើលរូបភាពយឺតបាទអត់មានហត់ទេថ្ងៃនេះបាទគេថាឡើងទៅដៃគេថាឈ្នះតែបង្គោលក្រមឈ្នះបង្គោលខៀវដោយបង្គោលខៀវគាត់ឡើងទៅក្នុងតែមើលថាតើត្រូវកន្លែងណាមិនបាទទាត់មួយជើងមករងជាប់ងក់ស្វាគមន៍ចាប់ជើងជាប់ថែមមួយដៃបាទមួយដៃស្ដាំហ្នឹងតែម្ដងយាជើងចោលមួយទៀតមិនបើសិនបលែងទៅមួយជើងនឹងទៀតធ្ងន់បណ្ដោយមហាសាច់ដូចគ្នាបាទសបោសាច់ណាអ្នកទាំងពីរគាត់បាទសបោសាច់ណាអ្នកទាំងពីរគាត់មកលើពេរិកលីថងថែមមួយជើងទៀតរិកលីអូ